ឡានប៉ុណ្ណឹងដែររូបរាងប៉ុណ្ណឹងដែរហើយ option ក៏ច្រើនទៀតមិនសមណាតម្លៃ$20000ស្ដាងសោះបងប្អូនស្ដាប់អត់ច្រឡំទេ BVD Sealion 5 Akisani Shot តម្លៃត្រឹមតែ$20000ស្ដើងឯងនៅចុងកន្ទុយខ្ញុំនឹងប្រាប់ថា$20000ប៉ុន្មានអញ្ចឹងនេះគឺជា BVD Sealion 5 Akisani Shot តែម្ដង rank គឺ520គីឡូម៉ែត្រគឺមានការវាស់វែងពីស្ថាប័ន CLTC នៅប្រទេសចិនណាបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយនឹងរថយន្តនេះផងដែរគឺប្រើប្រាស់ជាមួយនឹងថ្មប្រឡាត់បាក់តេរីរបស់ BVD ផ្ទាល់តែម្ដងហើយសម្រាប់ថ្មប្រឡាត់បាក់តេរីនេះទៀតសោតក៏បានតេស្តជាមួយនឹងការចោះជាមួយនឹងដែកទេបងប្អូនអត់ផ្ទុះទេអញ្ចឹងវាសុវត្ថិភាពល្អខ្លាំងមែនតើអញ្ចឹងសម្រាប់កញ្ចប់អាគុយរបស់វាទំហំ 60.9 គីឡូវ៉ាត់ម៉ោងសាកមកពេញជិះបាន520គីឡូម៉ែត្រអញ្ចឹងវាស័ក្តិសមមែនតើសម្រាប់បងប្អូនដែលប្រើប្រាស់មិនថានៅក្នុងក្រុងមិនថាទៅតាមបណ្ដាខេត្តហើយសម្រាប់រថយន្តនេះផ្ទាល់ផងដែរគឺ design មកតម្រូវទីផ្សារប្រទេសកម្ពុជាយើងតែម្ដងដោយសារតែអាកាសធាតុនៅស្រុកយើងក្តៅហើយពេលខែវស្សាគឺភ្លៀងច្រើនហើយតាមតំបន់ខ្លះក៏ទឹកលិចទៀតហើយឧទាហរណ៍ថាផ្លូវនៅតាមខេត្តទៅតាមជនបទនីមួយៗគឺជាប្រភេទផ្លូវដែលមានគ្រោះក្រហមគ្រោះអីចឹងណាបងប្អូនសម្រាប់បងប្អូនដែលប្រើប្រាស់នៅក្នុងក្រុងក៏ត្រូវប្រើប្រាស់ទៅតាមបណ្ដាខេត្តក៏ត្រូវដែរហើយសម្រាប់ rank 520គីឡូនេះទៀតសោតសម្រាប់បងប្អូនប្រើប្រាស់ឧទាហរណ៍ថាបងប្អូនទៅសៀមរាបក៏បានទៅខាងបរសៃហនុក៏បានបាទហើយបងប្អូនប្រើប្រាស់នៅក្នុងក្រុងបើសិនជាប្រើប្រាស់ជារៀងរាល់ថ្ងៃចន្លោះពី50គីឡូទៅ80គីឡូមួយសប្តាហ៍បាន30ម្ដងអញ្ចឹងបើសិនជាបងប្អូនទៅខេត្តបរសៃហនុ220គីឡូក៏គ្រប់ហើយបើសិនជាបងប្អូនទៅសៀមរាប300ដូចជា310គីឡូក៏គ្រប់ដែរសម្រាប់ rank 520នេះអញ្ចឹងពេលដែលទៅដល់ទីរួមខេត្តគឺមានកន្លែងសាកអញ្ចឹងបងប្អូនអាចសាកបានអញ្ចឹងត្រឡប់មកវិញពាក់ព័ន្ធជាមួយនឹងរថយន្តនេះវា fit ហើយវាត្រូវជាមួយនឹងស្ថានភាពស្រុកយើងច្រើនមែនតើជាមួយនឹងការ design អញ្ចឹងសម្រាប់បងប្អូនប្រភេទអគ្គិសនីនេះមិនសមចៃច្រើនមែនតើសូម្បីតែបងប្អូនចង់យកទៅរត់ app ក៏បានដែរណាចំណេញច្រើនមែនតើបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយនឹងរថយន្តនេះផងដែរប្រើប្រាស់ជាមួយនឹង motor មួយនៅផ្នែកខាងក្រោយហេតុផលដែលគេដាក់ motor មួយនៅផ្នែកខាងក្រោយហ្នឹងគឺសម្រាប់កង់ខាងមុខហើយនិងកង់ខាងក្រោយហ្នឹងគេធ្វើម៉េចឲ្យវា balance គ្នាចែកកម្លាំងគ្នាប្រើប្រាស់សម្រាប់ motor នៅខាងក្រោយគឺបង្វិលជាមួយកង់ក្រោយងាយស្រួលបើកបរជាមួយនឹងផ្លូវល្អិលផ្លូវឡើងភ្នំឬក៏ផ្លូវមានភ្លៀងអីចឹងទៅហើយសម្រាប់កង់ខាងមុខគឺមានតួនាទីត្រឹមតែកាច់ចង្កូតទេអញ្ចឹងវា balance គ្នាជាមួយនឹងការប្រើប្រាស់ motor ណាបងប្អូនរថយន្តនេះក៏ប្រើប្រាស់ជាមួយនឹង motor អគ្គិសនីមួយនៅផ្នែកខាងក្រោយវាផលិតកម្លាំងបាន160គីឡូវ៉ាត់សន្ទុះរបស់វាគឺស្ទុះខ្លាំងមែនតើពី0ទៅ100វាចាយពេលត្រឹមតែ 7.2 វិនាទីឯងកាន់តែពិសេសបន្ថែមទៀតរថយន្តនេះក៏ support ជាមួយនឹង DC fast charge កម្លាំងរហូតទៅដល់156គីឡូវ៉ាត់អញ្ចឹងពេលដែលសាកពី30ទៅ80%ហ្នឹងវាចាយពេលត្រឹមតែ18នាទីឯងអញ្ចឹងបងប្អូនខ្ញុំនឹងវិភាគពីការចំណេញនៃការប្រើប្រាស់រថយន្តនេះម្ដងជាទូទៅភ្លើងនៅស្រុកខ្មែរយើងបាទអាចនិយាយបានថាតម្លៃជាទូទៅអាចថា $0.17 ក្នុង1គីឡូវ៉ាត់ទេបងប្អូនអញ្ចឹងរថយន្តនេះជាមធ្យមប្រើប្រាស់ថាមពលត្រឹម12.8គីឡូវ៉ាត់ម៉ោងឯក្នុងចម្ងាយ100គីឡូមានន័យថាបងប្អូនចាយប្រហែលជា$2.2នៅក្នុងចម្ងាយ100គីឡូហើយបើសិនជាយើងគិតរថយន្តសាំងមួយចំនួនគឺចាយរហូតដល់9ទៅ$12នៅក្នុងចម្ងាយ100គីឡូអញ្ចឹងបើសិនជាបងប្អូនបើកបានរហូតដល់20000គីឡូនៅក្នុងមួយឆ្នាំបងប្អូនអាចសន្សំបានរហូតដល់$2000អញ្ចឹងពាក់ព័ន្ធជាមួយនឹងការ design ផ្នែកខាងមុខដោយបងប្អូនឃើញអញ្ចឹង2026នេះការ design ថ្មីតែម្ដងជាមួយនឹង BVD Sealion 5ប្រភេទអគ្គិសនីនេះអញ្ចឹងសម្រាប់ Sealion 5នេះគឺនៅតែក្នុងតកូល Ocean Series ដូចគ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ design គឺដំណក់ទឹកច្រើនមែនតើមិនថាភ្លើង daytime running light មិនថាភ្លើងនៅក្នុងសំណុំចង្គៀងទេគឺចេញមកជាដំណក់ទឹកច្រើនមែនតើហើយភ្លើងនេះគឺមើលទៅសុចស៊ីខ្លាំងមែនតើអូសកាត់មកពេញផ្ទៃផ្នែកខាងមុខនឹងតែម្ដងហើយពាក់ព័ន្ធជាមួយនឹងការ design ភ្លើង daytime កាត់មកផ្ទៃមុខពេញនេះគឺគេមានហេតុផលរបស់គេដោយសារតែពេលដែលភ្លើងនឹងភ្លឺអស់ចឹងទៅឧទាហរណ៍ថាបងប្អូនទៅខេត្តហើយបើកបោកផ្លូវល្ងឹតវាបង្ហាញពីមុខរថយន្តទាំងអស់នឹងតែម្ដងមកតឹងនឹងតែម្ដងអានេះជាហេតុផលមួយដែលល្អខ្លាំងមែនតើជាមួយនឹង logo BVD ខាងមុខហើយខាងមុខនេះក៏មានជាមួយនឹងកាមេរ៉ាបាទហើយជាមួយនឹង sensor រហូតដល់6គ្រាប់ហើយពាក់ព័ន្ធជាមួយនឹងផ្នែកខាងមុខនេះជាមួយនឹងរុនខ្យល់ក៏ design មកពិសេសដែរដើម្បីឲ្យពេលដែលរត់ទៅបាទធ្វើឲ្យខ្យល់ចូលទៅបញ្ចុះ
កម្ដៅ motor បានល្អខ្លាំងបងប្អូនបាទហើយជាមួយនឹងរថយន្តនេះនៅផ្នែកខាងមុខក៏មានជាមួយនឹងក្លុបដាក់អីវ៉ាន់ដែរនៅក្នុងនេះទំហំរហូតដល់110លីត្រឯណោះអញ្ចឹងងាយស្រួលបងប្អូនដាក់របស់មានតម្លៃងាយស្រួលបងប្អូនដាក់របស់ដែលមានក្លិនណាមិនបាច់ចូលទៅដាក់ក្នុងកាប៊ីនទេអញ្ចឹងបន្ថែមពីនឹងទៀតបងប្អូនកលេចមើលទៅផ្នែកខាងលើបន្តិចបងប្អូនប្រកាសជាឃើញហើយបាទរ៉ាដានៅខាងមុខនឹងតែម្ដងដែលរ៉ាដាហ្នឹងជួយយើងច្រើនមែនតើជាពិសេសបាទពេលដែលមានម៉ូតូឬមានអ្នកថ្មើរជើងឆ្លងកាត់ភ្លាមហ្នឹងគឺវាជួយបន្ថែមសុវត្ថិភាពនៅលើដងផ្លូវអូខេបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយនឹងរថយន្តនេះកាមេរ៉ាមួយជុំតែម្ដង360ដឺក្រេប៉ុន្តែអាចមើលឃើញដល់បាតរថយន្តហើយបងប្អូនសម្រាប់តឡោចជាគៀងកាន់តែសិចស៊ីដោយសារតែភ្ជាប់មកជាមួយនឹងអំពូល LED ពណ៌រៀងទឹកសមុទ្រណាអញ្ចឹងសម្រាប់ឡានអគ្គិសនីឬក៏ PHEV ឆ្នាំថ្មីនេះគឺគេភាគច្រើនគេប្រកបជាមួយនឹងភ្លើងពណ៌រៀងទឹកសមុទ្រហើយហេតុផលក៏មានដែរអញ្ចឹងបងប្អូនសម្រាប់ការប្រើប្រាស់ជាមួយនឹងភ្លើងពណ៌ទឹកសមុទ្រនឹងផងដែរជាទូទៅភាគច្រើនគឺមានទៅលើឡានដែលប្រើប្រាស់ជាមួយនឹង NOA ណាឬក៏យើងហៅថា Notification on Autopilot Assistant អញ្ចឹងពេលដែលយើងបើកមុខងារហ្នឹងទៅភ្លើងពណ៌ទឹកសមុទ្រហ្នឹងនឹងភ្លឺដើម្បីបញ្ជាក់អ្នកនៅលើដងផ្លូវដូចគ្នាថារថយន្តហ្នឹងកំពុងតែប្រើជាមួយនឹងមុខងារជំនួយការបើកបរអញ្ចឹងបងប្អូនផ្នែកចំហៀងបន្ថែមទៀតជាមួយនឹងកាមេរ៉ាមានច្រើនមែនតើនៅនឹងត្រឡប់កញ្ចក់រហូតដល់2គ្រាប់ហើយនៅនឹងថ្ពាល់មួយគ្រាប់ទៀតអញ្ចឹងកាមេរ៉ាអាថេកពាក់ព័ន្ធជាមួយនឹងឧបសគ្គនៅជុំវិញរថយន្តគឺចាប់បានទាំងអស់តែម្ដងបងប្អូនកលេចមកមើលផ្នែកចំហៀងវិញអញ្ចឹងគម្លាតកង់ឆ្ងាយមែនតើរហូតដល់2720មីលីម៉ែត្របដោយរហូតដល់4520មីលីម៉ែត្រទទឹងគឺ1860មីលីម៉ែត្រកម្ពស់គឺ1630មីលីម៉ែត្របាទកម្ពស់1.63ម៉ែត្រខ្ជូតមែនតើអញ្ចឹងសម្រាប់ Silent Fire អគ្គិសនីនេះគឺភ្ជាប់មកជាមួយនឹងរង្វង់កង់17អិញដែលមានភាពរឹងមាំហើយវាស័ក្តិសមសម្រាប់ផ្លូវគ្រួសដែរហើយផ្លូវដីទៅតាមបណ្ដាខេត្តអញ្ចឹងបងប្អូនសម្រាប់ប្រព័ន្ធជើងក្រោមវាក៏មិនធម្មតាដែរខាងមុខប្រើសិតតែប្រភេទ McPherson Suspension ហើយសម្រាប់ផ្នែកខាងក្រោយគឺប្រើប្រាស់ជាមួយនឹងប្រភេទ Filing Independent Suspension ផងដែរហើយសម្រាប់រថយន្តនេះគឺប្រើជាមួយនឹងថាសហ្វ្រាំងគៀបទាំងមុខទាំងក្រោយតែម្ដងបាទអញ្ចឹងបងប្អូនសម្រាប់ដៃទ្វារក៏ design ស្អាតដែរគឺប្រកបជាមួយនឹងសាច់តួរថយន្តតែម្ដងប្រកប 50% ណាអញ្ចឹងគេហៅថាដៃទ្វារប្រកបពាក់កណ្ដាលតើបងប្អូនចូលមកដល់ផ្នែកខាងក្រោយម្ដងមើលទៅសិចស៊ីខ្លាំងមែនតើបងប្អូនមើលខ្លំមូលស្អាតមែនតើតែម្ដងវាស៊ីជាមួយនឹងភ្លើង design បែបដំណាក់ទឹកណាបងប្អូនអញ្ចឹង LED មួយឆ្នូតអូសកាត់ពេញមួយផ្នែកផ្ទៃខាងក្រោយនឹងតែម្ដងជាមួយនឹងដំណាក់ទឹកហើយនេះកាន់តែសិចស៊ី logo BYD គឺជាអំពូល LEDអញ្ចឹងមើលឃើញច្បាស់មែនតើមិនថាថ្ងៃមិនថាយប់ទេស្អាតខ្លាំងមែនតើបងប្អូនអញ្ចឹងសម្រាប់រថយន្តនេះខាងក្រោយជាប់មកជាមួយនឹង sensor រហូតទៅដល់6គ្រាប់កាមេរ៉ារហូតដល់2គ្រាប់ខាងលើ1ខាងក្រោម1ដែលជាជំនួយការក្នុងការដែលចូលចតហើយខ្ញុំក៏ចង់បញ្ជាក់បងប្អូនបន្ថែមដែរថាសម្រាប់រថយន្តនេះក៏មានមុខងារចូលចំណតដោយស្វ័យប្រវត្តិដែរហើយក៏មានជាមួយនឹងមុខងារចាប់ហ្វ្រាំងបន្ទាន់ដែរពេលដែលចូលចំណតអីទៅជ្រុលជើងណាបងប្អូនបាទអញ្ចឹងវាពិសេសខ្លាំងមែនតើហើយសម្រាប់ក្លុបផ្នែកខាងក្រោយនេះក៏ធំល្អដែរយើងអាចដាក់វ៉ាលីបានពី3បាទហើយក៏មានជាមួយនឹងភ្លើង12វ៉ុលដែរដែលយើងអាចប្រើប្រាស់បាទដោតយកចេញមកប្រើនៅខាងក្រៅអញ្ចឹងបងប្អូនពេលដែលបងប្អូនកលេចភ្នែកមកមើលផ្នែកខាងលើបន្តិចណាបាទកលៀសភ្នែកមកឃើញវាកាន់តែសិចស៊ីនេះជាមួយនឹង spoiler ប្រកបជាមួយនឹងភ្លើង LED ដែលជាន់ហ្វ្រាំងឲ្យវាភ្លឺណាអញ្ចឹងវាកាន់តែបង្ហាញពីភាពស្រស់ស្អាតរបស់វាតើបងប្អូនឥឡូវយើងទៅឆែកនៅផ្នែកខាងក្នុងចឹងថានៅខាងក្នុងមានអីពិសេសតើបងប្អូនឥឡូវចូលមកដល់ផ្នែកខាងក្នុងម្ដងវ៉ាវពិសេសខ្លាំងមែនតើនិយាយទៅចូលមកដល់ផ្នែកខាងក្នុងគឺខ្ញុំទទួលបានអារម្មណ៍ថ្មីមួយប្លែកដោយសារតែការរចនាការ design ថ្មីជាមួយនឹងតាប្លូនេះបាទដេបែបកណាត់ណាបងប្អូនបាទហើយជាមួយនឹងដៃទ្វារក៏មានការ design ធ្នេហើយដេជញ្ជាំងទ្វារឡាយជាមួយនឹងពណ៌កណាត់ដែរអញ្ចឹងយើងទទួលបានអារម្មណ៍ថ្មីប្លែកពូកស្បែកទន់ល្អទាំងអស់តែម្ដងសូម្បីតែអាមរ៉ែកន្លែងដាក់ដៃនេះក៏ទន់ល្អដែរអញ្ចឹងបងប្អូនពាក់ព័ន្ធជាមួយនឹងរថយន្តនេះនៅផ្នែកខាងក្នុងពិសេសច្រើនអេក្រង់កំសាន្តផ្នែកកណ្ដាលនេះទំហំរហូតដល់ 12.8 អិញដែលយើងអាចបញ្ជាបានច្រើនមែនតើអញ្ចឹងសម្រាប់ម៉ាស៊ីនត្រជាក់ប្រើប្រាស់ជាមួយនឹងម៉ាស៊ីនត្រជាក់ Dual Zone ហើយពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនត្រជាក់នេះទៀតសោត filter ម៉ាស៊ីនត្រជាក់រហូតដល់ PM 2.5 បងប្អូនអញ្ចឹងសម្រាប់កម្រិត filter ម៉ាស៊ីនត្រជាក់ប៉ុណ្ណឹងគឺធ្វើការបានល្អមែនតើមិនត្រឹមតែប៉ុណ្ណោះបងប្អូនសម្រាប់រថយន្តនេះផងដែរក៏មានជាមួយនឹង wireless charge បាទកម្លាំងរហូតដល់50វ៉ាត់មានជាមួយនឹងរុនបញ្ចេញខ្យល់ដើម្បីកុំឲ្យទូរស័ព្ទក្តៅទៀតនៅខាងក្រោមកុងសូលកណ្ដាលនេះក៏មានជាមួយនឹងកន្លែងដាក់អីវ៉ាន់ធំទូលាយហើយក៏មានកន្លែងសាកទូរស័ព្ទដូចគ្នាហើយសម្រាប់កៅអីគឺជាប្រភេទកៅអីបញ្ចេញខ្យល់ក្តៅត្រជាក់ចង់ក្តៅក៏បានចង់ត្រជាក់ក៏បានដែរល្អខ្លាំងមែនតើហើយមួយទៀតពាក់ព័ន្ធជាមួយនឹងអេក្រង់បង្ហាញព័ត៌មានអ្នកបើកបរនៅខាងក្រោយដៃចង្កូទំហំ 8.8 អិញដែលបង្ហាញព័ត៌មានច្បាស់ហើយបានច្រើនខ្លាំងមែនតើដោយសារតែរថយន្តនេះភ្ជាប់មកជាមួយនឹងរ៉ាដានៅលើដំបូលអញ្ចឹងពាក់ព័ន្ធជាមួយនឹង Attach ជាមួយនឹងផ្លូវ Attach ជាមួយនឹងគំនូសផ្លូវ
ជាមួយនឹងឡាននៅជុំវិញខ្លួនរថយន្តនេះផ្ទាល់ជាមួយនឹងមនុស្សគឺចាប់បានទាំងអស់តែម្ដងមិនត្រឹមតែប៉ុណ្ណោះក៏បង្ហាញពីរ៉េងអាគុយសល់ប្រមាណភាគរយហើយអាចបើកបានប្រមាណគីឡូសូម្បីតែខ្យល់កង់ក៏យើងអាចមើលឃើញនៅក្នុងនឹងដែរអញ្ចឹងប្រព័ន្ធពិសេសច្រើនខ្លាំងមែនទែនសម្រាប់រថយន្តនេះខ្ញុំបញ្ជាក់បងប្អូនបន្ថែមថាជា version ចិនទេបាទ version China ទេប៉ុន្តែគឺនៅក្នុង screen គឺប្រើប្រាស់ជាភាសាអង់គ្លេសទាំងអស់ voice assistant ក៏ជាភាសាអង់គ្លេសដែរដែលយើងអាចឲ្យតម្លាក់កញ្ចក់តម្លើងកញ្ចក់បានហើយសម្រាប់ voice នោះទៀតសោតគឺជាប្រភេទ voice assistant 2 voice assistant 2 ហ្នឹងខាងខ្ញុំអ្នកតកង់ voice ក៏បានហើយខាង passenger អ្នក voice ក៏បានដែរអញ្ចឹងល្អខ្លាំងមែនតើហើយសម្រាប់រថយន្តនេះទៀតសោតគឺជាប្រភេទ KA ចុចអញ្ចឹងសម្រាប់ខាងតកង់គឺចុចបញ្ជាដោយអគ្គិសនីបានរហូតទៅដល់6របៀបហើយខាង passenger គឺ4របៀបមិនត្រឹមតែប៉ុណ្ណោះសម្រាប់រថយន្តនេះក៏ភ្ជាប់មកជាមួយនឹងដំបូលកញ្ចក់បណូរពេច sunroof ហើយក៏មានជាមួយនឹង sunshade ដែរ sunshade ហ្នឹងគឺបើយើងនិយាយស្រួលស្ដាប់ទៅរីដូកញ្ចក់ណាបងប្អូនបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងពន្លឺថ្ងៃពេលដែលក្តៅខ្លាំងអីយើងអាចមានរីដូនឹងបិទមកវាអត់ចេះចូលឡានមកក្តៅខ្លាំងឯងបងប្អូនអញ្ចឹងបងប្អូនសម្រាប់ដៃជាកូដគឺស្បែកបាទស្បែកហើយការ design គឺស្អាតខ្លាំងមែនទែនខ្មៅលាយជាមួយនឹងពណ៌ទឹកប្រាក់ហើយយើងក៏មានជាមួយនឹងប៊ូតុងកំណត់ល្បឿនជំនួយការបើកបរបាទអញ្ចឹងមួយទៀតពាក់ព័ន្ធជាមួយនឹងជំនួយការបើកបរក៏មានច្រើនដែរខ្ញុំនឹងបង្ហាញបងប្អូននៅក្នុង screen នេះផ្ទាល់តែម្ដងបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងក្នុង screen នេះផ្ទាល់គឺបង្ហាញព័ត៌មានច្រើនសូម្បីតែភ្លើងអីក៏យើងអាចបញ្ជានៅក្នុងនឹងបានដែរតម្លាក់តម្លើងកម្ពស់បាទតម្លើង pha code auto អីហ្នឹងកម្រិតកម្ពស់ពន្លឺទាបខ្ពស់ក៏អាចស្រែងនៅក្នុងនឹងបានដូចគ្នាតែឥឡូវបងប្អូនខ្ញុំនឹងបង្ហាញពីចំណុចពិសេសហើយសំខាន់មែនទែននៅក្នុងរថយន្តនេះគឺ D-Pilot អញ្ចឹងចំណុចទី1ហ្នឹងគឺយើងនិយាយពី Adaptive Cruise Control ហើយសម្រាប់ Adaptive Cruise Control នឹងទៀតសោតគឺជាមុខងារមួយដែលកំណត់ល្បឿនទៅតាមរថយន្តខាងមុខហើយក៏នៅមានចំណុចពិសេសបន្ថែមទៀតគឺ ICC ដែលមានពាក្យពេចន៍ថា Intelligent Cruise Control សម្រាប់ Intelligent Cruise Control នឹងទៀតសោតគឺជាមុខងារគ្រប់គ្រងល្បឿនឆ្លាតវៃមួយទៅតាមលំហូរចរាចរណ៍ដែលបងប្អូនបើកបរនៅលើដងផ្លូវផងដែរមិនត្រឹមតែប៉ុណ្ណោះក៏មានបន្ថែមទៀតជាមួយនឹង NOA ដែលមានពាក្យពេចន៍ថា Navigation on Autopilot អញ្ចឹងបងប្អូនអាចបើកប្រើមុខងារនឹងក៏បានដែរចូលមកដល់ខាងក្រោមវិញពាក់ព័ន្ធជាមួយនឹងផ្នែកខាងក្រោមនេះគឺកំណត់ជាមួយនឹងសញ្ញាចរាចរណ៍នៅលើដងផ្លូវអញ្ចឹងឧទាហរណ៍ថាផ្លាកសញ្ញាកំណត់80អញ្ចឹងរថយន្តហ្នឹងនឹងរត់ទៅតាមល្បឿនផ្លាកសញ្ញាចរាចរណ៍វាពិសេសហើយទំនើបខ្លាំងមែនតើអញ្ចឹងបងប្អូនអាចឃើញជា animation នៅក្នុងអេក្រង់នឹងតែម្ដងអញ្ចឹងបងប្អូនពាក់ព័ន្ធជាមួយនឹងពន្លឺភ្លើងរបស់ប្រព័ន្ធ ADAS វិញអញ្ចឹងពេលដែលយើងបើកវាមកវានឹងភ្លឺពណ៌ទឹកសមុទ្រនៅជាប់ត្រឡោកកញ្ចក់ទាំងឆ្វេងទាំងស្ដាំតែម្ដងបញ្ជាក់ថាយើងកំពុងតែប្រើប្រាស់ជាមួយនឹងប្រព័ន្ធ ADAS អាហ្នឹងគឺវាល្អខ្លាំងមែនតើបងប្អូនអញ្ចឹងបងប្អូនយើងចូលដល់ Safety Assistant នេះគឺទី1 Front Cross Traffic អញ្ចឹងងាយស្រួលយល់មែនតើបងប្អូនអានេះយើងបិទពេលដែលយើងបើកមកវានឹងចេញជាសញ្ញាបាទឲ្យយើងមើលតែម្ដងងាយយល់មែនតើបាទអញ្ចឹង alert នេះគ្រាន់តែ alert ទេឲ្យយើងចាប់ហ្វ្រាំងឲ្យយើងធ្វើការខ្លួនឯងប៉ុន្តែបើសិនជា alert ឲ្យបូកជាមួយនឹង braking ទៀតវានឹងធ្វើការចាប់ហ្វ្រាំងឲ្យយើងតែម្ដងឃើញទេ alert ឲ្យចាប់ហ្វ្រាំងតែម្ដងអញ្ចឹងយើងចូលមកដល់មុខងារមួយទៀតគឺ forward collision warning អញ្ចឹងយើងមើលទៅពាក់ព័ន្ធជាមួយនឹង letter នេះគឺវានឹងគៀកមែនតែម្ដងហើយនេះ medium អត់សូវគៀកទេបាទហើយបើកជាមួយនឹងនេះទៀតកាន់តែបាទរៀងឆ្ងាយចឹងទៅអញ្ចឹងយើងចូលដល់ automatic emergency braking ជាអីទៅយើងបើកមើលវាទៅនេះ auto នៅមើលបាទ automatic emergency braking វានឹងចាប់ហ្វ្រាំងឲ្យយើងតែម្ដងបើសិនជាយើងអាចឈ្ងោកឡាយចុចទូរស័ព្ទឬក៏ឡាយរវល់ធ្វើអីមួយយើងអាចបានមើលអញ្ចឹងវានឹងចាប់ហ្វ្រាំងឲ្យយើងតែម្ដងអញ្ចឹងយើងបើកវាមកបន្ថែមពីនោះទៀតគឺ rear cross traffic alert អាហ្នឹងដូចខាងមុខដែរបាទអញ្ចឹងពេលដែលយើងថយក្រោយបាទ rear ហ្នឹងគឺពាក្យថាខាងក្រោយណាអញ្ចឹង alert គឺគ្រាន់តែ alert ទេអត់ធ្វើការជន់ហ្វ្រាំងឲ្យទេប៉ុន្តែបើ alert ហើយ braking ទៀតគឺវានឹងជន់ហ្វ្រាំងឲ្យយើងតែម្ដងតោះចូលមកដល់ជាមួយនឹង blind spot detection ហ្នឹងណាពាក់ព័ន្ធជាមួយនឹង blind spot detection ហ្នឹងពេលដែលមានអ្នកវ៉ាជេងគឺនឹងផ្ដល់ដំណឹងឲ្យនៅក្នុងកញ្ចក់ប៉ុន្តែបើសិនជាយើងបើកជាមួយនឹង visual audible ហ្នឹងគឺវាផ្ដល់ទាំងសញ្ញាសំឡេងផងផ្ដល់ទាំងសញ្ញាជាភ្លើងនៅក្នុងត្រឡោកកញ្ចក់ផងបងប្អូនអញ្ចឹងអានេះជាអីគេបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងគឺ door open warning អញ្ចឹងពេលដែលយើងបើកទ្វារមកមិនថាទ្វារខាងមុខទ្វារខាងក្រោយពេលដែលមានអ្នកជិះម៉ូតូមកវានឹងផ្ដល់ដំណឹងប្រាប់យើងបាទឃើញទេអញ្ចឹងល្អខ្លាំងមែនតើតម្លៃ 24,000 បាទមានអញ្ចឹងទៀតបាទមិនធម្មតាទេអញ្ចឹងចូលមកដល់ emergency lane keeping assist ជាអីគេទៅបាទអញ្ចឹងយើងបើកមកយើងនឹងឃើញហើយងាយស្រួលយល់មែនតើឃើញទេបាទឲ្យយើងកាច់ចកូតចេញពីឧបសគ្គព្រោះមានអ្នកបើកមកគៀកយើងហើយតោះអញ្ចឹងជាមួយនឹង lane departure assist ជាស្អីទៅបាទ lane departure assist ហ្នឹងពេលដែលបងប្អូនបើករថយន្តបាទរេចេញពីគន្លងផ្លូវវានឹងផ្ដល់សញ្ញាញ័រចកូតប៉ុន្តែបើសិនជាយើងបើកជាមួយនឹង correction នេះ
វានឹងធ្វើការដូច autopilot ចឹងពេលដែលជន់កន្លងផ្លូវបាទជន់កណ្ដុះផ្លូវវានឹងបូមចង្កូតចូលក្នុងកន្លងផ្លូវដោយខ្លួនឯងល្អខ្លាំងមែនតើតោះ parking បាទ parking assist អញ្ចឹងពាក់ព័ន្ធជាមួយនឹងចូលចំណតបើសិនជាមានបកគោលបាទបកគោលសញ្ញាចរាចរណ៍ឬក៏បកគោលអីមួយដែលបាំងហ្នឹងវានឹងផ្ដល់សញ្ញាឲ្យដូចគ្នាហើយក៏មានជាមួយនឹងសញ្ញាបាទបកគោលនៅសងខាងនៅគម្លាតប៉ុណ្ណាឬក៏មានខឿនផ្លូវអីហ្នឹងវាក៏ផ្ដល់ដំណឹងឲ្យយើងដូចគ្នាពេលដែលយើងបើកចេញបើកចូលអីចឹងទៅបងប្អូនមួយទៀតខ្ញុំនឹងប្រាប់បងប្អូនពាក់ព័ន្ធជាមួយនឹង auto parking អញ្ចឹងបងប្អូនប្រកាសជាឃើញហើយបាទប៊ីតុងនៅកណ្ដាលនេះគឺមានអក្សរ P ហើយរូបដៃចង្កូតអញ្ចឹងពេលដែលបងប្អូនចង់ឲ្យឡានចូលចតដោយខ្លួនឯងបងប្អូនគាត់ចុចវាមួយមកបាទអញ្ចឹងចេញអញ្ចឹងវានឹងចាំសញ្ញាពេលដែលបងប្អូនចង់ចូលចតនេះគេដាក់ថា save and select parking អញ្ចឹងយើងចុចវាមកឃើញមានសញ្ញាមួយនេះអញ្ចឹងយើងឲ្យវាចូលទៅខាងណាយើងទាញវាទៅខាងហ្នឹងទៅអញ្ចឹងអាពាក់ព័ន្ធជាមួយនឹងសញ្ញាមួយនេះពេលខ្លះมันបាច់មានគំនូសក៏ឡាននឹងចូលបានដែរបាទអញ្ចឹងពេលដែលយើងចង់ឲ្យចូលយើងទាញវាចឹងមកហើយយើងសេរីវាមកអូខេបាទចង់ឲ្យក្បាលចូលកតុយចូលយើងសេរីតាមហ្នឹងមកអញ្ចឹងបន្តមកយើងនឹងធ្វើការចូលទៅនេះអូខេអញ្ចឹងដោយសារតែឥឡូវនេះនៅក្នុង showroom មានឡានច្រើនខ្ញុំអាចចូលបានទេបងប្អូនឥឡូវចំណុច D pilot ដែលខ្ញុំចង់ប្រាប់បងប្អូនជាចំណុចពិសេសជាបច្ចេកវិទ្យាខ្លាំងដែល BVD បានញាត់មកខ្ញុំមានតែប៉ុណ្្នឹងឯងប៉ុន្តែពាក់ព័ន្ធជាមួយនឹងផ្នែកខាងក្រៅវិញម្ដងអញ្ចឹងសម្រាប់ផ្នែកខាងក្រៅវិញអ្នកអង្គុយកៅនៅខាងក្រោយក៏ទទួលបានព្រើម៉ាស៊ីនត្រជាក់រហូតដល់2ដែលយើងអាចបែងចែកភាពត្រជាក់ផ្សេងគ្នាបានមានជាមួយនឹងរុនសារទូរស័ព្ទរហូតដល់2 USB Type A Type C សំខាន់នៅផ្នែកខាងក្រោយកន្លែងដាក់ជើងហ្នឹងគឺអត់មានកពកដូចឡានមួយចំនួនទេអញ្ចឹងពេលដែលអត់មានកពកហ្នឹងទៅយើងស្រួលក្នុងការជិះស្រួលក្នុងការដាក់ជើងវាធ្វើឲ្យវាទំហំកាន់តែទូលាយមិនត្រឹមតែប៉ុណ្ណោះសម្រាប់កៅអីបត់បានរហូតទៅដល់60 40អញ្ចឹងបងប្អូនសម្រាប់ប្រព័ន្ធកំសាន្ត speaker រហូតទៅដល់8គ្រាប់វ៉ាវខ្ញុំជឿជាក់ថាពីរោះតោះអូខេបងប្អូនអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងយើងទៅជួបគ្នានៅខាងក្រៅវិញអញ្ចឹងបងប្អូនដូចខ្ញុំប្រាប់បងប្អូនថាដូចជាមិនសូវសមជាមួយនឹងតម្លៃទេបាទ option ច្រើនទំនើបខ្លាំងមែនតើរូបរាងក៏ស្អាតសិចស៊ីស័ក្តិសមគ្រប់យុវវ័យតែម្ដងហើយសម្រាប់ពណ៌វិញបងប្អូនយើងក៏មានជាមួយនឹងជម្រើសដែរមិនមែនមានត្រឹមតែពណ៌បែបទឹកសមុទ្រនេះទេយើងមានជាមួយនឹងពណ៌សនិងពណ៌ប្រាក់បន្ថែមទៀតអញ្ចឹងតម្លៃរបស់វាគឺ$24,000ជាងទេជាងប្រហែលយើងអត់ទាន់ច្បាស់ទេយើងចាំសេចក្តីប្រកាសផ្លូវការទាំងអស់គ្នាហើយរថយន្តនេះនឹងធ្វើការសម្ពោធដែរអញ្ចឹងយើងចាំស្ដាប់ចាំអ៊ុតមើលថ្ងៃសម្ពោធថ្ងៃណាហើយតម្លៃជាក់ស្ដែងគឺប៉ុន្មានហើយកុំភ្លេចបងប្អូនសម្រាប់ BVD គឺមានការធានារហូតដល់8ឆ្នាំឬក៏160000គីឡូធានាច្រើនមែនតើសំខាន់ BVD ក៏មាន service center ខ្លួនឯងទៀតធំហើយជាងសិតតែមានជំនាញណាបងប្អូនអញ្ចឹងបងប្អូនបើទិញរថយន្តចង់បានទំនុកចិត្តកុំឲ្យមានភាពថាភ័យខ្លាចហើយដើម្បីឲ្យមានភាពកក់ក្ដៅខ្លួនឯងកុំភ្លេចរត់មករកក្រុមហ៊ុនផ្លូវការអញ្ចឹងបងប្អូនពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងជម្រាបលាជួបគ្នានៅវីដេអូឡើងក្រោយបាយបាយ